ចាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំស្លម្ជូរត្រីងៀតជាមួយនឹងស្លឹករងៀងចានេះគឺត្រីងៀតហើយនេះគឺស្លឹករងៀងចាហើយខ្ញុំមានម្ទេសដែរចាហើយនេះគឺទឹកត្រីហើយនេះគឺម្សៅស៊ុបហើយនឹងស្ករសហើយបញ្ជាក់ជូនបន្តិចទៀតថាខ្ញុំមានមើមខ្ទឹមសហើយនឹងរំដេងដែរបងប្អូនចាឥឡូវខ្ញុំដាំទឹកពុះហើយបន្តមកទៀតខ្ញុំនឹងដាក់ទឹកត្រីចូលបន្តិចប៉ុណ្ណេះណាហើយបន្តមកទៀតខ្ញុំនឹងដាក់មើមខ្ទឹមសហើយនឹងរំដេងចូលដើម្បីជួយកាត់ជាតិឆ្អាបចានេះដាក់ចូលហើយបន្តមកយើងរំងាស់បន្តិចទៅណាចាអញ្ចឹងជាបន្តទៀតគឺខ្ញុំដាក់ត្រីងៀតចូលត្រីងៀតនឹងយើងលាងទឹកស្អាតអស់ហើយហើយបន្តមកយើងរំងាស់មួយស្ទុះបងប្អូនចឹងឥឡូវនេះគឺខ្ញុំដាក់ម្សៅស៊ុបហើយនឹងស្ករសចូលតែម្ដងហើយខ្ញុំកូនតិចទៅណាឲ្យវាចូលជាតិតិចទៅបន្ទាប់មកគឺខ្ញុំត្រូវទុកវាឲ្យពុះបន្តិចសិនណាតែវាកំឡុងពេលពុះហ្នឹងយើងឃើញមើលពុះសហ្នឹងគឺយើងដួសចោលបងប្អូនចាជាបន្តទៀតខ្ញុំដាក់ម្ទេសចូលម្ទេសនឹងមែនតើដាក់យកពណ៌ហើយបងប្អូនឲ្យមានពណ៌ក្រហមម្ទេសខ្លះចឹងចាបន្តមកគឺខ្ញុំដាក់ស្លឹករងៀងចានេះស្លឹករងៀងណាចាអញ្ចឹងលើកនេះបានស្លឹករងៀងអញ្ចឹងក៏ម៉ាក់គាត់ចង់ពិសាម្ជូរត្រីងៀតស្លឹករងៀងធម្មតាគឺខ្ញុំស្លម្ជូរត្រីងៀតស្លឹកធួយ7យើងធម្មតាហ្នឹងណាចាលើកនេះស្លឹករងៀងខ្ញុំទៅបានញ៉ាំដែរឆ្ងាញ់តាពេលដាក់វាជូរល្អឆ្ងាញ់មួយយ៉ាងចាអញ្ចឹងយើងទុកឲ្យពុះបងប្អូនហើយទុកពុះមួយសន្ទុះទៅរួចរាល់ហើយស្លម្ជូរត្រីងៀតស្លឹករងៀងស្រួលធ្វើចាអញ្ចឹងខ្ញុំសូមលាបងប្អូនត្រឹមប៉ុណ្ណេះសិនហើយជួបគ្នានៅវីដេអូជាបន្តទៀតចាបើសិនជាមានការខុសឆ្គងត្រង់ណាសូមអភ័យទោសឲ្យផងចាអរគុណច្រើន